សួស្តីទាំងអស់គ្នាហ្នឹងហើយនេះគឺជាវិធីចូលទៅមើលនៅក្នុង school system យើងពីរបៀបមើលរបាយការណ៍ attendance អញ្ចឹងយើងដំបូងយើងមិនខុសទេគឺយើងចូលមកlogin របស់យើងធម្មតាមកបន្ទាប់មកយើងស្រួលវាឲ្យផុតទៅក្រោមមកយកពាក្យថា report អញ្ចឹងគឺ system ហ្នឹងវាជាបន្តិចគឺយើងមើលសម្រាប់តែចប់ខែទេហ្នឹងហើយឬក៏យើងចង់ print នៅពេលណាអញ្ចឹងបន្ទាប់មកយើងយកពាក្យ report រួចពាក្យ attendance ចុចលើពាក្យ attendance នេះមកវានឹងចេញប្រមាណនេះឲ្យអញ្ចឹងខ្ញុំសូមបញ្ជាក់តែ attendance report នឹងមួយទេដើម្បីកុំឲ្យវីដេអូនឹងវាវែងហ្នឹងហើយអញ្ចឹងយើងចូលមក attendance report ចុចលើវាមកយើងរើសមិនខុសពីមុនទេគឺយើងរើសថ្នាក់អញ្ចឹងខ្ញុំយកថ្នាក់7 level 1ឬ section យកពីម៉ោង10ដល់ម៉ោង11កន្លះឬម៉ាន់ហ្នឹងគឺសំខាន់តែយើងធ្វើបាយការហ្នឹងក្នុងខែណាអញ្ចឹងយើងចង់បានក្នុងខែអី October ណែប្របាយការនេះវាមាននៅក្នុង October អញ្ចឹងឆ្នាំហ្នឹងយើងមិនបាច់ទេព្រោះយើងឥឡូវគឺនៅក្នុងឆ្នាំដំបូងដែលយើងប្រើ system ហ្នឹងទេអញ្ចឹងយើងចុច search មកហើយបាយការវាបង្ហាញបែបនេះវាបង្ហាញបែបនេះនៅក្នុង system អញ្ចឹងយើងមើលឈ្មោះមកនៅក្នុងនេះគឺសញ្ញាពណ៌បៃតងហ្នឹងអក្សរពណ៌សហ្នឹងលេខពណ៌សហ្នឹងគឺជាថ្ងៃដែលសិស្សមករៀនមានន័យថាចំនួនភាគរយដែលសិស្សបានមករៀនប្រមាណភាគរយអញ្ចឹងឧទាហរណ៍ថាសិស្សឈ្មោះក្រាន់សូវ៉ាន់នេះក្រាន់សូវ៉ាន់ហ្នឹងគាត់មករៀនបាន 68% អញ្ចឹងនៅក្នុង 68% ហ្នឹងវាមាន13ថ្ងៃដែលគាត់បានមករៀនហ្នឹងហើយអញ្ចឹង13ថ្ងៃអញ្ចឹងគាត់ absent មួយថ្ងៃគាត់ absent 6ថ្ងៃហ្នឹងហើយគាត់ absent ច្រើនដែរគាត់ absent ដល់ទៅ6ថ្ងៃនេះអក្សរ A ហ្នឹងគឺ absent អញ្ចឹងអក្សរ L ហ្នឹងគឺ late អត់មានទេព្រោះយើងអត់បាន note late ទេអញ្ចឹង absent ហ្នឹងគឺដល់ទៅ6ថ្ងៃមកបានតែ13ថ្ងៃទេអញ្ចឹងឧទាហរណ៍ថាមានសិស្សម្នាក់នេះអ្នកចន្ទថុលសេរីជេស្តានេះគាត់មកជាទូទៅគឺមកទៀងទាត់គាត់ absent ទេអញ្ចឹងពេញទៀងទាត់ពេញរបស់គាត់គឺ18ថ្ងៃក្នុងខែហ្នឹងដោយសារយើងមានខែសម្រាប់មានថ្ងៃសម្រាប់ថ្ងៃអីអញ្ចឹងអក្សរ P ហ្នឹងគឺជំនួសឲ្យមក100% ក្នុងថ្ងៃដែលយើងរៀនអញ្ចឹងអត់មាននេះទេហើយគាត់អូខេអញ្ចឹងគាត់holiday មួយគឺឈឺដៃអ្នកយើងដាក់នៅលើហ្នឹងគឺយើងអាចឆែកឃើញហើយគឺដាក់តែពីលើវាមកវាមាន head poll ឲ្យហើយហ្នឹងហើយដូចឈ្មោះនីភូយីងនេះដួលម៉ូតូម៉ូតូជួសជុលហ្នឹងហើយទោះអញ្ចឹងគាត់ absent ច្រើនដែរប៉ុន្តែ absent ហ្នឹងគឺអត់បានរាប់ចូលជាសំទោស absent នេះ holiday ហ្នឹងអត់បានរាប់ចូលជា absent ទេអត់បានរាប់ចូលជាថ្ងៃដែលគាត់អវត្តមានទេគឺរាប់ចូលវត្តមានប៉ុន្តែមានន័យថាអត់មកប៉ុន្តែគាត់សុំច្បាប់ហ្នឹងហើយអញ្ចឹងឃើញគាត់ច្រើនដែរនេះហ្នឹងហើយនៅកំពង់ភ្លុកសោះប៉ុន្តែអត់ម៉ូតូជិះគាត់អត់មករៀនទេអញ្ចឹងច្រើនប៉ុន្តែបន្ទុកគាត់ឡើងខ្ពស់ដោយសារគាត់សុំច្បាប់ហ្នឹងហើយមួយទៀតនៅពេលដែលយើងចង់បានរបាយការណ៍យើងនឹងទាញវាទៅក្រោមឲ្យអស់មកយើងពាក្យថា print នេះគឺសញ្ញាម៉ាស៊ីន print នេះចុចពាក្យថា print មកហ្នឹងហើយវានឹងឡើងឲ្យយើងចេះអញ្ចឹងយើងយកវាអញ្ចេះមកហើយយើងបាច់កែអីទេដោយសារអីអានេះគឺ portrait គឺពឈរ landscape គឺផ្ដេកប៉ុន្តែវា portrait ហ្នឹងវាអស់ហើយអញ្ចឹងយើងយកពាក្យ save ពេល save ហើយយើងត្រូវចំណាំទៀតថាយើង save បានទៅនៅណាឥឡូវខ្ញុំឧទាហរណ៍មួយខ្ញុំដាក់នៅ document ហើយយើងអត់ចាំបាច់ rename ទេវាដាក់ថ្នាក់7 name 7អីចឹងទៅអញ្ចឹងយើងមិនបាច់នេះទេយើងមិនបាច់ស្រួលរកទេអាហ្នឹងអញ្ចឹងយើង save វាទៅខ្ញុំដាក់នៅ document បន្ទាប់មកយើងចូលទៅរកនៅ document វីដេអូហ្នឹងរៀងវែងបន្តិច
nè nơi hàng lư ký giống dân bạc về máu vì ọt men vô đại tự đại chẳng khơi nốt một tiết đấy ọt men thì bởi vì nơi cái system này anh còn đây chỉ cả đã sầm ráp bánh há sầm ráp nè còn thấy dân nơi từ mưa đắng thì mùi thế nạn nà sù vân là vài mùi nè nạ sù vân là vài muối section này mong muối đồ mong của màn anh ấy còn phải chỉ ấy cứ chụp ba hơi nên ngày sầm ráp nè mưa bài cá cứ ảnh mưa đắng thà mong màn đồ mong màn sù vân miến hay thế nạn đấy miền màn nè dân dân sôi ở máu cái miền màn nè nên ngày thế nạn nước miền màn nè hơi ok tao vì miền màn nè hơi mùi tiết tao vì absentประมาณ chẳng bây giờ chọn đăng tập po miền thạch quật mau mình chọn đăng bị absent bỏ quật tí nhưng còn tầm mưa sẽ nhà về rồi này mà cho một cào mà nè ta mai để nhóm chừng ảo mà mưa cho một cào mất với cơ nè mưa ta bà sân chỉ quật cào chừng 50 rồi vị thi đèn mưa nghĩ cào chừng 50 rồi vị thi thằng này bên tụ cào những cái import rồi chẳng mưa quật absent năm bảy ấy quật absent về nạc là ngày nạc là nhưng chạy mưa khơi absent quật tràn còn tay bà sân chỉ quật nơi 50%ឡើងទេមិនបាច់មើលគឺអូខេចាត់ទុកថាសិស្សនឹងអូខេហើយអានឹងវិធីមើលងាយស្រួលតែបើយើងចង់បញ្ជាក់ថាសិស្សនេះក្នុងខែនេះខានប៉ុន្មានថ្ងៃអញ្ចឹងយើងអាចបញ្ជាក់មកមួយខែទៀតនេះមើល1 2 3អញ្ចឹងយើងមិនបាច់មើលយើងមើលតែកន្លែងនេះអាកន្លែងនេះនេះ A នេះ absent 6ថ្ងៃក្នុងមួយខែហ្នឹងអញ្ចឹងគាត់មក13ថ្ងៃអត់អីប៉ុណ្ណឹងបានហើយតែប៉ុណ្ណឹងហ្នឹងហើយមេរៀនហ្នឹងគឺដូចជាមិនមានអីទេយើងធ្វើមកល្វែលហើយ save ទុកទៅហើយសម្រាប់กระดาษហ្នឹងគឺ save រួច print ទុកជារបាយការណ៍ណាទុកជារបាយការណ៍ទៅដូចជាមិនមានអីទេហើយយើងអាចដឹងបានថាសិស្សប្រមាណអ្នកនៅក្នុងមកល្វែលហ្នឹងងាយស្រួលទេហ្នឹងហើយយើងអស់អីហើយបើមានសំណួរអីអាច chat សួរតាម Telegram បានអរគុណ